ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្រាប់រឿងរបស់មានទាំងអស់គ្នាជួបគ្នាជាមួយអេដមីលីណាម្ដងទៀតហើយណាហើយក៏សូមស្វាគមន៍ផងដែរអ្នកនរគ្នាមកកាន់ភាគទី10នៃរឿងរបស់យើងនៅដើមនៃភាគហ្នឹងយើងក៏បានឃើញលោកយាយលូជាមួយនឹងចៅហ្នឹងក៏បានចេញមកអរគុណដល់ប្រជាជនគ្រប់គ្នាដែលតែងតែយកចិត្តទុកដាក់ព្រួយបារម្ភពីគ្រួសាររបស់គាត់អីចឹងណាហើយពេលនេះគាត់មកប្រកាសថាគាត់ហ្នឹងរួចផុតពីការចោទប្រកាន់របស់សិនឈីហើយមិនតែប៉ុណ្ណឹងទេដើម្បីថ្លែងអំណរគុណទៅកាន់អ្នកគ្រប់គ្នាលោកយាយលូហ្នឹងក៏បានរៀបចំប្រាក់មួយចំនួនសម្រាប់យកមកឲ្យពួកគេផងដែរហើយមិនមែនចែកឲ្យស្រួលបួលទេណាអ្នកទាំងអស់គ្នាគឺថាបាច់យកតែម្ដងឲ្យពួកគេហ្នឹងទៅដើមគ្នារើសយកទៅចំណែកនៅក្នុងគុកអ៊ីគ្រូខ្មោចហ្នឹងក៏ត្រូវបានពួកគេហ្នឹងចូលមកដល់លែងចេញទៅវិញផងដែរដែលធ្វើឲ្យគាត់ពេលដែលចេញមកដល់កន្លែងសិនឈីហ្នឹងនិយាយថាសើចចំអកសិនឈីមែនតើឃើញដោយការទីទុករបស់គាត់អញ្ចឹងមិនដល់15ថ្ងៃផងគាត់ហ្នឹងក៏អាចរួចខ្លួនចេញទៅវិញបានហើយអ៊ីហ្នឹងថែមទាំងនិយាយថាវាសនារបស់គាត់ល្អដូចជានាងចៅនេះអញ្ចឹងសិនឈីក៏តបទៅវិញថាមិនមែនចឹងទេអាចនិយាយបានថាវាសនារបស់នាងប្រកាសជាដោយទៅនឹងចៅហ្វាយខាតស៊ីហើយនឹងគ្រួសារលូអញ្ចឹងជាពិសេសគឺជាប្រជាជននៅនាងចៅស្រាប់តែអ៊ីគ្រូខ្មោចហ្នឹងក៏អស់សំណោចហើយក៏និយាយថាចាក់ប៉ុន្តែប្រជាជនទាំងអស់ហ្នឹងគឺជាជាក់មកលើយើងសិនឈីក៏តបទៅវិញថាជឿលើនាងនេះមានន័យថាពួកនាងកំពុងតែបោកប្រាស់ប្រជាជនតែតទៅជាមួយនឹងការរកស៊ីមួយទឹកដើម្បីរកគុយខ្យងអីទាំងអស់នោះពួកគេហ្នឹងសន្យាថានឹងឲ្យកម្រៃថ្លៃប៉ុន្តែនៅពេលដែលទទួលបានហ្នឹងគឺវាតិចមែនតើតិចឡើងជាង100ដងឯណោះមានន័យថាលុយសល់ទៅនោះគឺចូលកប៉ាល់របស់ពួកគេដែលជាជនពុករលួយនឹងឯងគេថែមទាំងបានរៀបរាប់ពីការបថយជីវិតរបស់អ្នកដែលមុជទឹកទៅរកគុយខ្យងនោះផងដែរពួកគេនឹងត្រូវបានចងភ្ជាប់ដោយខ្សែនៅនឹងខ្លួនពេលដែលមុជទៅដល់ចម្ងាយប៉ុណ្ណាក៏ដោយគឺត្រូវតែមានអ្នកទាញគេត្រឡប់មកវិញប៉ុន្តែដោយសារតែការលោភលន់ទើបមិនមានអ្នកទាញមកហើយក៏ធ្វើឲ្យមនុស្សជាច្រើនដែលបានបាត់បង់ជីវិតហើយនឹងរងរបួសតើនាងចៅរបស់ពួកគេនឹងចាត់ទុកជីវិតមនុស្សនឹងគឺគ្មានតម្លៃសោះតែម្ដងឬអ៊ីគ្រូខ្មោចនឹងក៏និយាយថាតែរឿងទាំងអស់ហ្នឹងគឺមិនពាក់ព័ន្ធជាមួយនឹងខ្ញុំទេសិនឈីក៏តបមិនពាក់ព័ន្ធប៉ុន្តែលុយទាំងអស់គឺវាចូលកប៉ាល់របស់គ្រួសារលូប៉ុន្តែប្រជាជនទាំងអស់ហ្នឹងគឺមិនបានដឹងទេហើយថែមទាំងស្មោះស្ម័គ្រជាមួយនឹងគ្រួសារលូទៀតនិយាយទៅបើថាមិនពាក់ព័ន្ធជាមួយនឹងអ៊ីហ្នឹងក៏មិនត្រូវដែរព្រោះតែគ្រប់គ្នាហ្នឹងគឺជឿលើគាត់ហើយគាត់ក៏ជាមនុស្សដែលមានពាក់ព័ន្ធជាមួយនឹងគ្រួសារលូថែមទាំងជួយគ្រួសារលូទៀតព្រោះតែពាក្យសម្ដីរបស់គាត់ហ្នឹងក៏អាចធ្វើឲ្យមនុស្សស្លាប់តើគាត់ហ្នឹងមិនសមនឹងស្លាប់ទេតែយាយគ្រូខ្មោចហ្នឹងក៏ស្រែកទៅវិញថាសិនឈីហ្នឹងមិនហ៊ានសម្លាប់គាត់ទេព្រោះតែរាជក្រឹត្យមកពីរាជធានីហ្នឹងគឺមានសិទ្ធិអំណាចខ្លាំងណាស់អញ្ចឹងហើយសិនឈីហ្នឹងគេមិនអាចល្មើសច្បាប់បានឡើយសិនឈីគេក៏តបទៅវិញមានរឿងមួយដែលអ៊ីគ្រូខ្មោចហ្នឹងមិនដឹងរាជក្រឹត្យរបស់ព្រះរាជាហ្នឹងក៏អាចមានខ្លែងខ្លាយដែររួចសិនឈីក៏បានឲ្យពូកែបើករាជសារពិតហ្នឹងឲ្យអ៊ីគ្រូខ្មោចហ្នឹងបានមើលតែម្ដងពេលនេះគាត់ក៏មិនអាចរត់គេចខ្លួនបានចំណែកគ្រួសារលូក៏មិនអាចរត់គេចខ្លួនបានដូចគ្នាពេលដែលដឹងរឿងហ្នឹងតើបអ៊ីគ្រូខ្មោចហ្នឹងចាប់ផ្ដើមភ័យបដ ாய் តែសិនឈីគេក៏និយាយម្ដងជឿពាក្យសម្ដីរបស់គេនៅពេលដែលអ៊ីគ្រូខ្មោចហ្នឹងចេញក្រៅឃើញពលឺថ្ងៃជីវិតរបស់គាត់ហ្នឹងក៏ត្រូវចាប់ត្រឹមនឹងដូចគ្នានិយាយរួចគេក៏បានបើកទ្វារឲ្យអ៊ីម្នាក់ហ្នឹងដើរចេញទៅខ្លួនឯងទៅពេលហ្នឹងតាក់ទើក្នុងការដើរចេញដែរហ្នឹងប៉ុន្តែមានណាគ្រាន់តែដើរមិនទាន់ផុតផងស្រាប់តែត្រូវអ្នកយាមហ្នឹងចាក់សម្លាប់គាត់នៅកន្លែងហ្នឹងតែម្ដងឃើញទេតែមនុស្សអាក្រក់គេមិនទុកឲ្យរស់ទេហើយរឿងដែលយាយគ្រូខ្មោចបានស្លាប់នៅក្នុងគុកហ្នឹងក៏ត្រូវបានគេយកមកឲ្យឪពុករបស់ចិនជឿបានដឹងផងដែរប៉ុន្តែគាត់ហ្នឹងមានតែខ្វាយខ្វល់អើពើអីគាត់គ្រាន់តែគិតថាសិនឈីហ្នឹងគេបានបញ្ចេញកំហឹងទៅលើយាយប៉ែនងបាត់ទៅហើយចំណែកសិនឈីហ្នឹងត្រូវបានលោកយាយលូអញ្ជើញឲ្យមកជួបម្ដងទៀតហើយធ្វើដូចជាគួរសមអញ្ជើញមកញ៉ាំផ្លែឈើអីអញ្ចឹងណាតែសិនឈីដូចយើងដឹងអញ្ចឹងគេមិនងាយទទួលអីផ្ដេសផ្ដាសពីគ្រួសារលូទេជាពិសេសគឺរបស់ញ៉ាំគេគ្រាន់តែនិយាយថាគេគ្រាន់តែសង្ឃឹមថាលោកយាយលូហ្នឹងមិនធ្វើឲ្យប្រជាជននៅនាងចៅនេះខកចិត្តជាមួយគាត់ឡើយយ៉ាងណាមាសប្រាក់វាមានដែនកំណត់ហើយចិត្តរបស់ប្រជាជនហ្នឹងក៏មិនអាចបោកបញ្ឆោតបានដូចគ្នាបន្តមកទៀតលោកយាយលូហ្នឹងក៏ចង់សុំឲ្យកូនប្រសាររបស់គ្រួសារលូរួមទាំងចៅហ្នឹងត្រឡប់មកផ្ទះវិញប៉ុន្តែសិនឈីហ្នឹងគេមិនអនុញ្ញាតឡើយទើបលោកយាយលូក៏បន្តថារាជសារចេញមកឲ្យថាគ្រួសារលូគ្មានទោសទេចឹងហើយសិនឈីហ្នឹងចង់ទុកពួកគេទាំងពីរអ្នកធ្វើជាចំណាក់ខ្មាំងដល់ពេលណាទៀតប៉ុន្តែសិនឈីហ្នឹងគេក៏បានតបមកវិញវាមិនមែនដោយសារតែរឿងហ្នឹងទេក៏ដោយសារតែចិនអឺហ្នឹងត្រូវថ្នាំពុលនៅក្នុងគ្រួសារលូចឹងហើយហ្នឹងឲ្យនាងត្រឡប់មកវិញបានយ៉ាងម៉េចមិនមានគ្រោះថ្នាក់ទៅហើយទេតែលោកយាយលូក៏និយាយថាខ្លាចតែថាទុកនៅក្បែរខ្លួនរបស់គេហ្នឹងកាន់តែមិនមានសុវត្ថិភាពទៅវិញទេហើយបើទោះបីជាគាត់និយាយមិនក៏ដោយសំខាន់សិនឈីហ្នឹងគេមិនព្រមឲ្យត្រឡប់មកវិញពេលដែលត្រឡប់មកដល់ផ្ទះវិញសិនឈីហ្នឹងក៏តែទៅអង្គុយផឹកស្រាតែម្នាក់ឯងទេពេលហ្នឹងឈិញឡានហ្នឹងក៏បានចេញមកឃើញដល់ពេលចឹងនាងក៏មកមើលគេតិចមើលពេលមនុស្សស្វឹងហ្នឹងមានមុខមិនដែរសំខាន់មើលមកគេហើយហ្នឹងនិយាយឌឺដងឲ្យគេទៀតមិនក៏
មិនទៅគ្រួសារលូដើម្បីបង្ករឿងទៀតទៅសិនជាគេក៏ថាអញ្ចេះគេចង់បំបត្តិគ្រួសារលូខ្លាំងណាស់ប៉ុន្តែមិននឹកស្មានថាគ្រួសារលូមានឫសគល់ជ្រៅយ៉ាងនេះសោះឆេងឡានឹងក៏បានមកនិយាយលើកទឹកចិត្តគេយ៉ាងណាក៏ដោយគេនៅមានឱកាសលើកក្រោយទៀតតើកុំតន់អាចចោះចាញ់អីសិនជាក៏សួរទៅនាងវិញតើគេនឹងជាមនុស្សអត់បានការទេត្រូវទេតែឆេងឡាក៏តបទៅវិញដូចគ្នាថាមិនមែនចឹងទេព្រោះតែកន្លងមកនាងតែងតែគិតថាអញ្ចេះមន្ត្រីដែលមកនាងចៅនឹងគឺមកដើម្បីប្រមូលប្រាក់ដល់ពេលនាងបានជួបជាមួយនឹងសិនជាការគិតរបស់នាងក៏ត្រូវបានផ្លាស់ប្ដូរទៅវិញព្រោះតែគេនឹងជាមនុស្សដែលចេះគិតហើយក៏មានទំនួលខុសត្រូវផងដែរបន្ទាប់ពីនិយាយគ្នារឿងនឹងហើយឆេងឡានឹងក៏នាំគេបដូររឿងមកនិយាយពីរឿងម្ចាស់ក្មេងវិញម្ដងគឺជាប្អូនប្រុសដែលនាងបានដាក់ឈ្មោះឲ្យចង់ដឹងថាតើគេនឹងមានអត្តចរិតរបៀបម៉េចហើយដូចនៅក្នុងរឿងដែលគេបាននិយាយអត់អីចឹងណាសិនជាបានត្រឹមតែប្រាប់ថាគេពិបាករៀបរាប់ខ្លាំងណាស់ប៉ុន្តែនៅពេលមួយនាងនឹងបានឃើញហើយនឹងបានដឹងពេលដែលនាងបានជួបគាត់អាចថានាងនឹងលងស្នេហ៍ហើយក៏ចង់រៀបការជាមួយគាត់ផងក៏មិនដឹងឆេងឡាក៏តបទៅវិញទាំងអស់សំណើចថាចង់រៀបការជាមួយគាត់ប៉ុន្តែខ្ញុំគិតថាចង់រៀបការជាមួយលោកជាងគ្រាន់តែលើពាក្យនឹងសិនជានឹងគេឡងភាំងហើយក៏សួរបញ្ជាក់នាងតើមុននឹងនាងនិយាយថាម៉េចចង់រៀបការជាមួយខ្ញុំមែនឆេងឡាទៅតែនឹកឃើញមុននឹងនាងនិយាយអីហើយក៏ចង់ដើរចេញប៉ុន្តែគេនឹងមានឲ្យនាងចេញតាណាអីគេនៅតែទាញមកសួរនាងឲ្យច្បាស់ថាតើមុននឹងដោយសារតែផឹកច្រើនពេកនិយាយច្រឡំមែនហើយស្ថានភាពពេលហ្នឹងគឺថាមុខទល់មុខឡើងគៀកគ្នាខ្លាំងមែនតើពេលហ្នឹងសិនជីហ្នឹងស្ទើរតែថាបឈីឡានឯតើប៉ុន្តែគេហ្នឹងក៏ទប់ខ្លួនឯងបានដោយនិយាយថាមកពីគេហ្នឹងផឹកស្រាច្រើនពេកហើយគេក៏ងើបចេញទៅអង្គុយនៅលើតុវិញណាចំណែកឈីឡានហ្នឹងបានត្រឹមតែដាស់តឿនខ្លួនឯងថាឈីឡានណាភ្ញាក់ខ្លួនឡើងប៉ុន្តែនាងក៏បានគិតបន្ថែមទៀតថានាងមិនអាចបដាល់ឲ្យសិនជីហ្នឹងគេបថុយបន្តានជីវិតតែម្នាក់ឯងទេកាន់មកដល់ពេលព្រឹកឡើងឈីឡានក៏បានរៀបចំអាហារពេលព្រឹកឲ្យសិនជីរួចជាស្រេចសិនជីភ្ញាក់ឡើងហ្នឹងគេឡើងឆ្ងល់យប់មិញនាងក៏ផឹកច្រើនដែរមិនក៏ក្រោកបានលឿនម្ល៉េះហើយពេលដែលញ៉ាំអាហារជុំគ្នាហ្នឹងទៅឈីឡានហ្នឹងក៏ប្រាប់ទៅកាន់គេថានាងបានគិតច្បាស់លាស់ហើយនាងនឹងត្រឡប់ទៅកាន់គ្រួសារលូវិញហើយនាងក៏បានបញ្ជាក់ពីមូលហេតុយ៉ាងច្បាស់ដែលនាងចង់ត្រឡប់ទៅវិញផងដែរណាមួយហ្នឹងក៏ដើម្បីការពារសិនជីផងដែរព្រោះតែនាងនៅទីនេះគេនឹងចោទប្រកាន់គេថាគេបានខាត់ខ្លួនរបស់ប្រពន្ធឈ្មួញម្នាក់នៅក្នុងផ្ទះនេះជាឯកជនចឹងហើយអាចនឹងធ្វើឲ្យគេកាន់តែមានផលវិបាកហើយថែមទាំងប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់គេថែមទៀតផងសិនជាគេមិនបានខ្វល់រឿងទាំងអស់ហ្នឹងទេប៉ុន្តែឈិងឡាននិយាយថាគឺនាងខ្វល់ណាមួយនាងមានច្បល់មួយទៀតសិនជានឹងគួរតែដាក់ជនបង្កប់ម្នាក់នៅក្នុងគ្រួសារលូហើយនាងគិតថានាងនឹងគឺស័ក្តិសមបំផុតហើយសិនជាក៏ថាហេតុអីបានជានាងនឹងត្រូវបថុយបន្តានជីវិតដើម្បីគេម្ល៉េះតែយ៉ាងណាឈិងឡានបានសម្រេចចិត្តហើយដាច់ខាតនាងត្រូវទៅសិនជាក៏ល្អដាក់នាងនឹងកូនកន្លងមកដែរអញ្ចឹងហើយនាងមិនខ្លាចក្នុងការធ្វើរឿងទាំងអស់ហ្នឹងទេគ្រាន់តែថានាងនឹងចង់ឲ្យគេសន្យាជាមួយនាងរឿងមួយគឺគេត្រូវតែសន្យាថាបញ្ជូនចិនអឺនឹងទៅកន្លែងមានសុវត្ថិភាពកុំឲ្យនាងមានគ្រោះថ្នាក់នាងថែមទាំងនិយាយទៀតថាគេនឹងគឺជាមនុស្សតែម្នាក់គត់ដែលនាងទុកចិត្តជាទីបំផុតហើយនៅពេលនេះដោយសារតែនាងតាំងចិត្តបែបហ្នឹងហើយសិនជានឹងគេក៏មិនបានបដិសេធអីឡើយគ្រាន់តែប្រាប់ឲ្យនាងនឹងត្រូវតែមានការប្រុងប្រយ័ត្នខ្លួនឲ្យបានខ្ពស់ហើយពេលណាដែលត្រូវការគេនឹងគេនឹងទៅជួយនាងភ្លាមនៅខាងពុករបស់ចិនជឿវិញគាត់គិតថាពីមើលរាជសារមកពីរាជវាំងនឹងចោលឡើងកន្លះថ្ងៃទៅហើយព្រោះតែគាត់នឹងមានអារម្មណ៍ថារាជសារនឹងហាក់ដូចជាមានកន្លែងខុសមិនដឹងទេពេលហ្នឹងកូនចៅគាត់ក៏បានយករឿងទៅមួយសិនជីនឹងប្រាប់ឲ្យគាត់បានដឹងថាពេលនេះគេចេញទៅក្រៅពី3ថ្ងៃគ្រាន់តែលើអញ្ចឹងគាត់ក៏ប្រាប់កូនចៅថាយប់នឹងទៅកន្លែងគេតែម្ដងទៅមិនដឹងថាគាត់នឹងមានបំណងចង់ធ្វើអីបន្តទៀតទេចំណែកនៅខាងនេះវិញស៊ីអាណាគេសប្បាយចិត្តខ្លាំងណាស់ពេលដែលឃើញឈិងឡានត្រឡប់មកផ្ទះវិញណាគេស្មានថានាងទៅជាមួយកូនទេតែឈិងឡាននឹងក៏តបទៅគេវិញថាក្តែងគេនិយាយថាថ្នាំបន្សាបជាពុតរបស់ចិនអឺនឹងបានលួចពីជីដូនរបស់នាងអីចឹងហើយមានរឿងមួយដែលនាងឆ្ងល់ខ្លាំងណាស់តើលោកយាយនឹងគាត់មានថ្នាំបន្សាបដោយរបៀបណាតើគាត់មានអីពាក់ព័ន្ធទៅនឹងការបំពុលចិនអឺស៊ីអាណាគេក៏បានបកស្រាយដោយមិនឲ្យពាក់ព័ន្ធជាមួយនឹងលោកយាយរបស់គេឡើយថាថ្នាំទាំងអស់ហ្នឹងគាត់មាននៅក្នុងផ្ទះក៏ដោយសារតែគ្រាន់តែការពារតែប៉ុណ្ណោះយ៉ាងណាពេលនេះចិនអឺលេងអីហើយអញ្ចឹងគួរតែកុំគិតរឿងហ្នឹងទៀតអីតែឈិងឡានបែរជាខឹងគេទៅវិញគេជាឪពុកបង្កើតប៉ុន្តែបែរជាអត់ឱនឲ្យអ្នកដែលធ្វើបាបកូនស្រីរបស់ខ្លួនបានយ៉ាងម៉េចហើយឥឡូវនាងចង់ស្វែងរកអ្នកដែលបានបំពុលកូនរបស់នាងតើគេនឹងចូលរួមជាមួយនាងអត់ស៊ីយ៉ាណាគេក៏តបទៅវិញថាក្នុងនាមគេជាឪពុកគេក៏មិនអាចឈរមើលបានដូចគ្នាចាំគេជាអ្នកជួយហើយគេក៏ចង់ទៅចាប់ដៃរបស់ឈិងឡានណាប៉ុន្តែឈិងឡានមិនឲ្យគេចាប់ឡើយបែរជានិយាយថានិយាយត្រឹមតែពាក្យសម្ដីបានហើយសូមគេនឹងកំប៉ះពាល់ខ្លួនរបស់នាងអីកាត់មកដល់ពេលយប់ឡើងនៅផ្ទះរបស់សិនជីក៏មានមនុស្សម្នាក់ពាក់ឈុតខ្មៅបានលួចចូលមក
ក្នុងបន្ទប់របស់គេស្វែងរកចុះស្វែងរកឡើងគេក៏បានឃើញប្រអប់មួយដែលនៅក្នុងនោះគឺមានរាជសារមកពីរាជវាំងណាអ្នកទាំងអស់គ្នាដែលមានវ័យត្រាថែមទៀតផងគ្រាន់តែថាគេត្រឹមតែបើកមើលទេក៏មិនបានយកប្រអប់នឹងចេញទៅតាមខ្លួនឡើយហើយពូកែក៏បានឃើញទស្សនវិជ្ជានឹងតែទាំងអស់នឹងឯងដល់អញ្ចឹងហើយចេញពីនឹងគាត់ក៏បានយករឿងនោះមកប្រាប់ឲ្យសិនជីបានដឹងគាត់មិនអាចមិនទៅសារសិនជីបានទេគេប្រកែកទាយដឹងទុកមែនថាពុករបស់ចិនជឿនឹងបញ្ជូនមនុស្សឲ្យមកទីនេះណាតាមពិតទៅសិនជីនឹងគឺគេមានចេតនាឲ្យពួកនឹងមកស្វែងរកហើយក៏បានឃើញរាជសារពិតរបស់ព្រះរាជាតាមពិតទៅរាជសារពិតនឹងគឺឲ្យគេស៊ើបអង្កេតទៅលើគ្រួសារលូបន្ថែមប៉ុន្តែសិនជីនឹងនៅមិនទាន់មានសកម្មភាពអីនៅឡើយទេព្រោះតែគេមានបំណងស្ដារស្ថានភាពនៃទីនេះឲ្យល្អប្រសើរឡើងវិញមិនមែនត្រឹមតែកំចាត់គ្រួសារលូចោលទេគឺត្រូវកាន់ទុកទៅដល់អ្នកដែលបានបាត់បង់ជីវិតទាក់ទងជាមួយនឹងការប្រកបរបរចុះស្វែងរកគុជខ្យងអីអស់នោះណានិយាយទៅគេមិនចង់ឲ្យមនុស្សទាំងអស់នោះបាត់បង់ជីវិតដោយអយុត្តិធម៌ឡើយនៅខាងពុករបស់ចិនជឿវិញកូនចៅគាត់ក៏បានយកដំណឹងនឹងមកប្រាប់ដូចគ្នាថាឃើញរាជសារពិតហើយនៅក្នុងនឹងមានអត្ថន័យបែបណាអីចឹងណាទៅគាត់ក៏យល់ហេតុអីបានជាសិនជីដោះលែងគ្រួសារលូនៅពេលនោះតាមពិតទៅគេបានអំណាចកាន់នៅក្នុងដៃបាត់ទៅហើយនេះមានន័យថាគាត់នៅទីនេះគឺរងចាំតែទទួលកំហុសតែប៉ុណ្ណោះព្រោះពេលដែលសិនជីគេរកឃើញការពិតអ្នកដែលគ្មានសំណាងគឺច្បាស់ជាគាត់ហ្នឹងហើយប៉ុន្តែគាត់ហាក់ដូចជានឹកឃើញចង់ធ្វើរឿងអីមួយទៀតដែរព្រោះតែបានដឹងថាមនុស្សដែលសិនជីស្រឡាញ់ពេលនេះកំពុងតែនៅក្នុងគ្រួសារលូចំណែកនៅខាងឈីងឡានវិញនាងក៏បានចូលមកក្នុងបន្ទប់របស់លោកយាយលូពេលដែលគាត់មិននៅផ្ទះនាងក៏ចេះតែស្វែងរកពីមួយកន្លែងទៅមួយកន្លែងគេលោថាអាចឃើញភស្តុតាងអីមួយយ៉ាងណាមកសន្ទុះក្រោយមកទើបនាងចេញមកជួបជាមួយនៅស៊ីយ៉ានវិញដែលបានសួរគេថានាងបានទៅរកលោកយាយលូប៉ុន្តែគាត់មិននៅបន្ទប់ទេតើគាត់ទៅណាស៊ីយ៉ានក៏ប្រាប់ទៅថាលោកយាយគាត់បានចេញទៅឆ្នេរដើម្បីត្រួតពិនិត្យមើលកន្លែងដែលកំពុងតែធ្វើការនោះហើយដោយសារតែត្រូវបានឃុំខ្លួនជាច្រើនថ្ងៃហើយគាត់បារម្ភក៏ទៅមើលណាមួយក៏ចង់លើកទឹកចិត្តដល់កម្មករដែលធ្វើការនៅទីនោះដែរណាកំពុងនិយាយគ្នានឹងចិនជឺក៏បានចូលមករកស៊ីអានហើយនាងមិនមែនមកដៃទទេទេណានាងថែមទាំងមានលិខិតលែងលះមកជាមួយថែមទៀតផងស៊ីអានគេឡើងហួចចិត្តតើនាងជាមនុស្សស្រីចង់លែងលះគេបានយ៉ាងម៉េចតែចិនជឺក៏ចង្អុលទៅកាន់ឈិងឡានព្រោះតែគេនាំឈិងឡានត្រឡប់មកវិញហើយនាងក៏មិនចង់នៅទីនេះដើម្បីឲ្យខ្លួនឯងអាម៉ាស់ទៀតទេស៊ីអានគេក៏ថាតើនាងគិតថាគេគ្មានប្រយោជន៍ជាមនុស្សកំសាកដែលមិនអាចពឹងពាក់បានទៅនាងចង់ដោះដៃចេញពីគេមែនទេបើអញ្ចឹងមែនណាចាំគេបំពេញបំណងឲ្យនាងចោះនេះយាយហើយគេក៏បានមកចុះហត្ថលេខានៅលើលិខិតលែងលះនឹងឲ្យនាងតែម្ដងតែដឹងមកយ៉ាត់បន្ទាប់ពីសុំលែងលះជាមួយស៊ីអានហើយមកស៊ីក៏ភ្លៀងរបស់ឪពុកខ្លួនឯងម្ដងទៀតហើយគឺគាត់មិនព្រមឲ្យកូនធ្វើអីតាមតែអំពើចិត្តទេនិយាយទៅគឺអត់ចង់ឲ្យចេញពីគ្រួសារលូនឹងតែម្ដងសូម្បីតែគាត់ក៏ដោយគាត់មិនអាចចេញពីគ្រួសារលូបានទេទោះជាស្លាប់ក៏ត្រូវតែស្លាប់នៅក្នុងគ្រួសារលូដែរដោយសារតែគ្មានជំរើសទៅយប់នឹងចិនជឺក៏ត្រូវត្រឡប់មកវិញហើយត្រូវឈរកដាមេឃភ្លៀងព្រោះតែគេខាងក្នុងមិនព្រមបើកទ្វារឲ្យចូលស៊ីអាណាគេឡើងដាច់ចិត្តមែនតែនអត់ឲ្យបើកទ្វារឲ្យចូលទេព្រោះថានេះគឺជាជំរើសរបស់នាងដែលចង់ចាក់ចេញទៅតើប៉ុន្តែបន្ទាប់មកទៀតឈិងឡានទេដែលជាអ្នកចេញមករកចិនជឺនឹងនិយាយទៅកាន់នាងថាតាមពិតទៅនាងបានចាក់ចេញទៅហើយមិនត្រឡប់មកវិញក៏មិនអីដែរប៉ុន្តែចិនជឺក៏បានបញ្ជាឲ្យគេជួយលើកអីវ៉ាន់របស់នាងចូលទៅក្នុងវិញពេលហ្នឹងគេក៏បានធ្វើឲ្យជ្រុះប្រអប់តុក្កតារបស់នាងគ្រាន់តែបានឃើញឈិងឡានក៏មើលស្គាល់ភ្លាមថានេះគឺជាតុក្កតាដែលធ្វើដោយស៊ីអានទេតើគ្រាន់តែលើអញ្ចឹងចិនជឺឡើងបើកភ្នែកធំព្រោះតែនាងមិនដែលបានដឹងផងកាន់មកដល់ពេលស្អែកឡើងឈិងឡានក៏បានយកតុក្កតាផ្សេងទៀតដែលធ្វើដោយស៊ីអានមកឲ្យចិនជឺបានឃើញតែចិនជឺបើជាគិតថាវាជាការចៃដន្យទេដឹងមិនមែនតែស៊ីអានទេដែលចេះធ្វើតុក្កតាអាចថាអ្នកផ្សេងក៏ចេះធ្វើដែរប៉ុន្តែឈិងឡានក៏ឲ្យចិនជឺមើលសញ្ញាសម្គាល់មួយទៀតមើលរាល់តុក្កតាដែលលូស៊ីអានគេធ្វើគេតែងតែមានគូស្លឹកឈើនៅខាងក្នុងហើយមែនតាតុក្កតារបស់នាងគឺពិតជាមានរូបស្លឹកឈើនៅខាងក្នុងមែនណាហើយបើទោះបីជាដឹងការពិតក៏ដោយប៉ុន្តែចិនជឺនៅតែមាត់រឹងដដែលអ្នកទាំងអស់គ្នាគាត់ថែមទាំងប្រាប់ឈិងឡានកុំឲ្យប្រាប់រឿងទៅឲ្យស៊ីអានបានដឹងអីមកដល់យប់ម្ដងទៀតហើយចិនជឺក៏បានគិតទៅដល់ថ្ងៃពេលដែលនាងបានជួបជាមួយនឹងស៊ីអានហើយពេលស៊ីអានបានឲ្យតុក្កតាមកនាងទាំងដែលពួកគេបានឃើញមុខគ្នាពេលនាងទៅតែបានដឹងថាអ្នកដែលនាងលងស្រឡាញ់នឹងតាមរគឺជាស៊ីអានសោះឥឡូវមានរឿងបែបហ្នឹងកើតឡើងទៅហើយតើស៊ីអាននឹងលើកលែងទោសឲ្យនាងអត់ដូច្នេះហើយបន្តមកទៀតចិនជឺក៏បានយកសុំមួយចានដើរតាមផ្លូវបដាក៏ត្រៀមពាក្យបដាចង់និយាយសុំតទៅកាន់ស៊ីអានឲ្យលើកលែងទោសឲ្យនាងអីចឹងណាតែនៅខាងនេះវិញឈិងឡានក៏បែរជាមកសួរស៊ីអានមុនថាតើពីមុនមកគេធ្លាប់ស្គាល់គ្នាជាមួយនឹងចិនជឺអត់ស៊ីអានគេបែរជាប្រាប់នាងកុំឲ្យនិយាយពីរឿងរបស់ចិនជឺអីខ្វល់ពីរឿងខុសកណារបស់នាងវិញទៅប្រហែលថ្ងៃទៀតនឹងដល់ពេលហើយតើនាងចង់បានអីគេឈិងឡានក៏តបថានាងមិនចង់បានអីទេប៉ុន្តែស៊ីអានគេមិន
ព្រមឡើយគេក៏បានសន្យានឹងនាងថានឹងឲ្យនាងរស់នៅដោយមានសុភមង្គលចាប់ពីពេលនេះតទៅណាហើយពាក្យសម្ដីទាំងអស់ហ្នឹងក៏បានធ្វើឲ្យចិនជឺដែលទៅតែដើរមកដល់ហ្នឹងបានស្ដាប់ឮដូចគ្នាឃើញប្តីកំពុងតែលួងលោមមនុស្សស្រីម្នាក់ទៀតចឹងនាងមិននឹងមានចិត្តចង់ចូលទៅជួបគេម្ដងទៀតទៅប៉ុន្តែសម្រាប់ឈេងឡានវិញឮពាក្យសម្ដីរបស់ស៊ីអានទាំងអស់ហ្នឹងហើយក៏អត់មានខ្វល់អីដែរកាន់មកដល់ថ្ងៃកំណើតរបស់ឈេងឡានតែម្ដងកូនស្រីរបស់នាងបានផ្ញើកាដូមកឲ្យនេះគឺជាផ្ទាំងរូបគំនូររបស់កូនក្មេងស្តៀងទៅនឹងចិនអឺតែម្ដងហើយក៏មានពាក្យជូនពរពីចិនអឺរីករាយថ្ងៃកំណើតរបស់អ្នកម៉ែហើយក៏មានពាក្យមួយឃ្លាទៀតជូនពរមកពីសិនជីផងដែរនិយាយទៅក៏បានទាំងព្រមតែម្ដងប៉ុន្តែចេញពីនឹងស៊ីអានក៏បាននាំឈេងឡានទៅកន្លែងមួយដែលគេបានរៀបចំអាហាររួចជាស្រេចសម្រាប់នាងសុទ្ធតែជាអាហារដែលនាងចូលចិត្តរៀបចំសម្រាប់ថ្ងៃកំណើតរបស់នាងអីចឹងណាឈេងឡានពេលហ្នឹងបានតែឆ្ងល់ជាមួយនឹងសកម្មភាពរបស់គេទេហើយដោយសារតែនាងមិនទាន់ចង់ញ៉ាំអីចឹងគេក៏នាំនាងទៅមើលកន្លែងមួយទៀតដែលគេបានរៀបចំឲ្យភ្លើងទៀនឡើងភ្លឺពេញផ្ទះអស់ទៅហើយគេក៏ចង់ដុតកាំជ្រួចចង់ឲ្យនាងសប្បាយចិត្តអីចឹងណាប៉ុន្តែឈេងឡានបែរជាតបទៅកាន់គេវិញថាគេមិនចាំបាច់ធ្វើបែបហ្នឹងទេស៊ីអានគេខំប្រឹងរៀបរាប់ជាច្រើនព្រោះតែអីដែលគេធ្វើហ្នឹងគឺដើម្បីសុំការអភ័យទោសពីនាងប៉ុន្តែឈេងឡានតែនិយាយថារវាងគេហើយនឹងនាងគឺគ្មានអីជំពាក់គ្នាទេនិយាយទៅហាក់ដូចជានាងហ្នឹងមិនចង់មានទំនាក់ទំនងអីជាមួយនឹងគេបន្តទៀតឡើយត្រឹមតែគេហ្នឹងជាឪពុករបស់ចិនអឺទៅបានហើយងាកមកខាងសិនជីវិញពេលនេះគេកំពុងតែរៀបចំការភ្ញាក់ផ្អើលសម្រាប់ឈេងឡានដែរអ្នកទាំងអស់គ្នាត្រឡប់មកខាងនេះវិញឈេងឡានក៏បាននិយាយអរគុណទៅកាន់ស៊ីអានប៉ុន្តែនាងមិនទទួលទេពេលដែលនាងដើរចេញទៅហ្នឹងតើបស៊ីអានគេបញ្ញាប់ដុតកំជ្រួចនៅក្នុងដៃរួចគេក៏និយាយថាបងតែងតែជ្រើសរើសយកអូនជាជម្រើសទី1ហេតុអីក៏អូនមិនយល់ពីបងសោះអញ្ចឹងឈេងឡានក៏តបទៅវិញថាលោកដឹងថាលោកបបងខ្ញុំចោលនៅពេលណាអត់ចំណែកឯសិនឈីជាមួយនឹងពូកៅពួកគេក៏បានចាប់ផ្ដើមអុយកំជ្រួចនឹងឡើងហើយអ្នកទាំងអស់គ្នាធ្វើឲ្យមានការផ្ទុះផុងផាំងនៅពេញមេឃឃើញឯកំជ្រួចគេនឹងធំជាងកំជ្រួចរបស់ស៊ីអានទៅទៀតហើយឈេងឡាននឹងក៏បានឃើញកំជ្រួចដ៏ស្រស់ស្អាតទាំងអស់នឹងផងដែរបន្តមកទៀតសម្រាប់ភាគនេះត្រូវបានឆ្លេះត្រឹមតែប៉ុណ្ណឹងហើយណាអ្នកទាំងអស់គ្នាចឹងកុំភ្លេចរងចាំតាមដានទស្សនាភាគក្រោយជាមួយនឹង admin បន្តទៀតផងណាឥឡូវយើងសម្រាប់ត្រឹមតែប៉ុណ្ណឹងសិនចុះចាំជួបគ្នានៅភាគបន្ទាប់ណាអរគុណច្រើនបាយបាយ